ចង់សំណុកតតបបាក់ចង់បានលទ្ធផលតតត្រូវហត់នឿយចង់រឹងមាំតតធ្លាប់ឈឺចាប់សិនខ្ញុំចង់រីម៉ាញប្រាប់ទាំងអស់គ្នាចេះគ្មានរបស់ល្អណាដែលបានមកងាយស្រួលទេគ្រប់យ៉ាងត្រូវការឲ្យយើងចំណាយពេលចំណាយកម្លាំងកាយហើយនិងកម្លាំងចិត្តដើម្បីទទួលបានលទ្ធផលទាំងអស់នឹងមកវិញឧទាហរណ៍ដូច2-3ឆ្នាំចុងក្រោយនេះខ្ញុំអាសាឃើញគេនិយាយពីរឿង topic intern អត់បានលុយ volunteer អត់បានលុយហើយត្រូវការចំណាយកម្លាំងកាយទៅធ្វើការឲ្យគេបើនិយាយជារួមទៅគឺខាតពេលវេលាហើយយើងចាញ់បោកគេទៀត but actually ខ្ញុំអត់គិតថាការ volunteer ការ intern គឺជាការចាញ់បោកគេការខ្ញុំនៅរៀន AFL ខ្ញុំដើរ volunteer ខ្ញុំដើរ intern ឆ្អែតឆ្អន់ហើយហាត់មានបានអីមកវិញទេខ្ញុំចំណាយទាំងកម្លាំងកាយចំណាយទាំងកម្លាំងចិត្តចំណាយពេលវេលាហើយចំណាយលុយកាក់ផ្ទាល់ខ្លួនដើម្បីធ្វើដំណើរទៀតតែសម្រាប់ខ្ញុំអត់គិតថានឹងវាជាសម្ពាធទេហើយក៏ខ្ញុំអត់មានគិតថាអ្នកណាកេងចំណេញមកលើខ្ញុំដែរតែវាជាការស្ម័គ្រចិត្តរបស់ខ្ញុំខ្លួនឯងដើម្បីអភិវឌ្ឍខ្លួនឯងទាំងអស់គ្នាត្រូវយល់ចេះមនុស្សម្នាក់មុននឹងអាចទទួលបានអីមួយឬក៏អាចកសាងបានអីមួយយើងត្រូវការមាន credit មិនថាអ្នកទាំងអស់គ្នាធ្វើការនៅក្នុងវិស័យការងារណាមួយឬក៏អ្នកទាំងអស់គ្នាធ្វើ content ទេពេលអ្នកទាំងអស់គ្នា start up អ្នក